ជំរាបសួរបងប្អូនអ្នកគ្នាខ្ញុំបាទឈ្មោះធីរ៉ុងបាទគឺប្រកាសជាបងប្អូនយើងស្គាល់ច្បាស់ហ្មងបាទគឺជាម្នាក់ដែលចូលចិត្តកែច្នៃរបស់ចាស់ៗរបស់ដែលប្រើមិនកើតយកមកកែច្នៃឲ្យប្រើកើតវិញអញ្ចឹងពេលច្រើនខ្ញុំជួបបងប្អូននៅខាងក្រៅគាត់តែថាបងមិនមែនអ្នកដែលកែច្នៃចូលចិត្តធ្វើអីប្លែកៗយកទៅបងប្អូនឃើញវីដេអូនេះដឹងថាបងប្អូនស្គាល់ខ្ញុំហ្មងបាទអញ្ចឹងចង់ដឹងអំពីប្រវត្តិនៃការធ្វើវីដេអូរបស់បងបន្តិចបងចាប់ផ្ដើមធ្វើវីដេអូរយៈពេលប្រហែលឆ្នាំដែរបាទសម្រាប់ការធ្វើវីដេអូខ្ញុំមាន2វគ្គបាទពីដំបូងខ្ញុំធ្វើបែបវីដេអូខ្លីៗអប់រំអីចឹងខ្ញុំមានក្រុមរបស់ខ្ញុំតែកាលហ្នឹងនៅប្រទេសជិតខាងយើងឯងបាទអញ្ចឹងខ្ញុំធ្វើបានប្រហែលជាខ្ទង់តែប្រហែលខែដោយសារកាលនោះមានបញ្ហាហើយពួកយើងក៏បែកគ្នាទៅបាទអញ្ចឹងក៏ដល់ពេលឥឡូវនេះខ្ញុំចាប់ផ្ដើមមកធ្វើនៅខ្មែរបាទប្រហែលខ្ទង់3ឆ្នាំបងប្អូនអ្នកគ្នាយើងធ្វើវីដេអូបដើធ្វើការបដើបាទក៏មួយរយៈក្រោយនេះដែលខ្ញុំជប់ពីការងារនេះបងប្អូនក៏ធ្លាប់ឃើញនៅវីដេអូខ្លះវីដេអូពីមុនពេលដែលខ្ញុំមកលេងផ្ទះម្ដងបានខ្ញុំធ្វើវីដេអូនៅផ្ទះចាប់ពីពេលដែលខ្ញុំធ្វើនៅផ្ទះរហូតហ្នឹងគឺខ្ញុំឈប់ពីការងារហើយខ្ញុំគិតថាវីដេអូរបស់ខ្ញុំវាអាចជាចំណូលដែលអាចជំនួសការធ្វើការបានអញ្ចឹងខ្ញុំក៏សម្រេចចិត្តឈប់ពីការងារហើយបង្កើតវីដេអូនៅផ្ទះបាទនៅផ្ទះហ្នឹងកាលហ្នឹងអត់ទាន់មាន sponsor ទេបងប្អូនអ្នកគ្នាជាងលក្ខណៈថាយើងធ្វើដោយរលួយក្នុង page បាទយើងបានតាម view អញ្ចឹងណាបាទមកជាពេលក្រោយបានមានចាប់ដើមមាន sponsor ក៏តាក់ទងទៅចាបងអរគុណច្រើនឃើញថាអញ្ចឹងបងតាក់ទងទៅនឹងវិស័យផលិតវីដេអូយើងមានច្រើនប្រភេទមានច្រើន content ហើយបើបងជ្រើសរើសការឆ្នៃហ្នឹងអូក្តីស្រឡាញ់ណាដល់ចឹងធ្វើទៅវាអត់ចេះខ្ជិលហ្នឹងហើយគឺឲ្យតែមានពេលគឺយើងធ្វើហ្មងអត់តែយើងធ្វើបានគឺធ្វើហ្មងតបខ្ញុំវាពិបាកដល់ណាយើងត្រូវរកគំនិតថ្មីរហូតបងប្អូនអ្នកគ្នាអញ្ចឹងថ្មីហើយថ្មីទៀតហើយណាមួយយើងត្រូវកាត់តខ្លួនឯងកាត់តរបៀបម៉េចដើម្បីឲ្យបងប្អូនយើងចាប់អារម្មណ៍មើលហើយវីដេអូមួយគឺចិត្តចង់ធ្វើមែនតើបាទចិត្តចង់មែនតើពេលខ្លះដាច់យប់បាទដាច់យប់ដូចថាពេលថ្ងៃយើងធ្វើយើងថតពេលយប់យើងត្រូវកាត់តកាត់អីអ្នកគាត់មិនមែនស្រួលទេឃើញវីដេអូខ្ញុំចេញម្ដង2នាទីឬមួយក៏5នាទីអីហ្នឹងបងប្អូនគិតថាខ្ញុំថតមួយផ្លែតទេពេលខ្លះ2ថ្ងៃទៅ3ថ្ងៃទៅបានមកវីដេអូបាទវាមិនស្រួលទេការធ្វើឲ្យមួយគឺត្រូវតស៊ូហើយយើងត្រូវចិត្តចង់ការងារហ្នឹងហើយឃើញថាវីដេអូរបស់បងក៏មានជាការលេងជាមួយអ្នកភូមិអីដែរអញ្ចឹងលេងចង់សួរបងបន្តិចថាបងហៅគាត់មកថតភ្លាមឬក៏រៀបចំបែបម៉េចដែរអូតាមការពិតទៅឃើញពូអីដែលថតមួយខ្ញុំហ្នឹងភាគច្រើនគឺខ្ញុំរបៀបថាខ្ញុំចង់សុំគាត់ឲ្យមកជួយថតលេងអញ្ចឹងបងប្អូនគ្នាអញ្ចឹងពេលថតមើលទៅបងប្អូនមើលទៅក្នុងវីដេអូដូចមែនតែនមែនទេតាមពិតវាជាការរៀបចំបាទរៀបចំឲ្យវាវីដេអូរបស់យើងហ្នឹងវាកាន់តែស៊ីជម្រៅវាពាក់ព័ន្ធជាមួយនឹងអ្វីដែលយើងធ្វើហើយឧទាហរណ៍ថាខ្ញុំធ្វើចង្ក្រានអញ្ចឹងចុះអញ្ចឹងមានប្រុសម្នាក់ហ្នឹងគាត់មកដល់អូនជួយធ្វើចង្ក្រានឲ្យមួយអញ្ចឹងវាដូចស៊ីនឹងដូចជាការពិតហ្មងណាអញ្ចឹងយើងប្រាប់គាត់ថាមិនចង់បានចង្ក្រានអត់អញ្ចឹងមិនចង់បានអីអត់អញ្ចឹងខ្ញុំធ្វើឲ្យអត់គិតលុយទេប៉ុន្តែខ្ញុំចង់ឲ្យមកថតវីដេអូមួយខ្ញុំលេងអញ្ចឹងណាដល់ហើយគាត់ក៏មកថតទៅបាទពេលខ្លះយើងមានអីជូនគាត់តិចតួចអីចឹងទៅបងប្អូនអ្នកគ្នាបាទអញ្ចឹងវាធ្វើឲ្យវីដេអូរបស់យើងហ្នឹងមានន័យថាអ្នកដែលចូលចិត្តឆ្នៃក៏គាត់មើលអ្នកដែលមិនចូលចិត្តឆ្នៃក៏គាត់ចូលចិត្តមើលរបៀបថាវាជាវីដេអូកំសាន្តណាបែបដូចរឿងអីចឹងបងប្អូនអ្នកគ្នាអញ្ចឹងយើងបញ្ជាប់ជាមួយការសម្ដែងអញ្ចឹងទៅវាមួយយ៉ាងដែរបាទអញ្ចឹងចំពោះការធ្វើវីដេអូនេះដែរមានអ្នកជួយជំរុញលើកទឹកចិត្តបងឬក៏បងមិនដែរបងសម្រាប់វីដេអូការធ្វើផលិតវីដេអូហ្នឹងគឺមានអ្នកលើកទឹកចិត្តបាទគ្រួសារមានពុកម្ដាយអីគាត់គ្រប់គ្រងដែរបាទអញ្ចឹងសម្រាប់ការលើកទឹកចិត្តនេះគឺមានច្រើនហើយក៏អត់មានណាគេដែលជំទាស់យើងដែរចាបងអរគុណច្រើនបងចង់សួរបងមួយសំណួរទៀតពេលដែលបងធ្វើវីដេអូធ្លាប់មានអារម្មណ៍ថារៀងបាក់ទឹកចិត្តឬក៏អីទេចាអារឿងហ្នឹងវាមានតិចតួចដែរបាទឥឡូវបើយើងគិតក្នុង comment ណាពាក្យមិនល្អនិយាយចេះនិយាយចោលអញ្ចឹងទៅពីណាក៏ចេះខុសពីណាក៏ចេះផ្លុតគ្នាដែរអញ្ចឹងបងប្អូនអាចគុំយកអារម្មណ៍ដែលគេដាក់ឲ្យតិចតួចហ្នឹងទៅធ្វើបំផ្លាញក្តីសម័យរបស់យើងដែលវែងឆ្ងាយបាទខ្ញុំសូមលើកទឹកចិត្តបងប្អូនអ្នកគ្នាដែលចង់ធ្វើវីដេអូបើបងប្អូនស្រឡាញ់បាទមិនថាវីដេអូដូចខ្ញុំមិនថាវីដេអូបែបផ្សេងអញ្ចឹងបើបងប្អូនស្រឡាញ់បងប្អូនចាប់ឲ្យជាប់មិនសូវស្ដាប់សម្ដីគេផ្សេងពេក
ចឹងមានន័យថាយើងម្នាក់យើងមិនអាចប្រកបចិត្តគេរាប់រយអ្នកបានទេអ្វីដែលយើងស្រឡាញ់ប៉ុន្តែសំខាន់ស្រឡាញ់ហ្នឹងឲ្យវាត្រូវផងយើងគិតថាវីដេអូដែលយើងធ្វើហ្នឹងវាមានប្រយោជន៍សម្រាប់គេអត់បាទគេមើលទៅគេមានប្រយោជន៍អត់ធ្វើរបស់អីមួយធ្វើឆ្នៃអីមួយគឺយើងចង់ឲ្យអ្នកមើលហ្នឹងគាត់ទទួលបានការមើលឲ្យចំណេញបើយើងធ្វើកំ pl ែងសម្ដែងកំ pl ែងឲ្យគាត់ទទួលបានការសប្បាយរីករាយបាទការសប្បាយរីករាយពីអ្វីដែលគាត់ចំណាយពេលហ្នឹងបាទហើយដូចថាគាត់ស្ដាប់ចម្រៀងគាត់ចំណេញបានស្ដាប់ធ្វើអារម្មណ៍គាត់ល្អអញ្ចឹងទៅអញ្ចឹងបងប្អូនដែលចង់ផលិតវីដេអូបងប្អូនគួរគិតថាវីដេអូហ្នឹងធ្វើដើម្បីនរណាហើយធ្វើឲ្យគេមើលហ្នឹងគេបានប្រយោជន៍ពីយើងអត់បាទអញ្ចឹងបងប្អូនចង់បានវីដេអូដែលធ្វើឲ្យរីកចម្រើនគឺបងប្អូនគិតបែបហ្នឹងបាទអញ្ចឹងខ្ញុំផ្ដាំធ្វើដល់បងប្អូនជាងចង់ធ្វើវីដេអូពេលខ្លះបងប្អូនហ្នឹងរកលុយបានតាម Facebook តាម page ជាធ្វើហើយពេលខ្លះបងប្អូនធ្វើហ្នឹងចង់សួរបងប្អូនធ្វើពីអីហើយធ្វើឲ្យអ្នកមើលហ្នឹងគេមើលហ្នឹងដើម្បីអីអញ្ចឹងបងប្អូនត្រូវគិតកន្លែងហ្នឹងបើចង់ធ្វើបែបវីដេអូឲ្យកុំឲ្យបាក់ទឹកចិត្តពេលច្រើនខ្ញុំឃើញអ្នកខ្លះគាត់ធ្វើបាត់ឈឹងអញ្ចឹងគាត់ស្គាល់ខ្លួនឯងថាគាត់កំពុងធ្វើអីគាត់ធ្វើដើម្បីអីទេអញ្ចឹងគាត់ដល់ពេលយូរទៅផុសទៅអត់មានអ្នកមើលផុសទៅអត់មានអ្នកមើលឈប់ធ្វើបណ្ដោយលែងធ្វើអីបោះបង់ចោលអញ្ចឹងបងប្អូនចង់ធ្វើបងប្អូនរកខ្លួនឯងឃើញសិនតើបងប្អូនចូលចិត្តអីហើយធ្វើអីដើម្បីធ្វើវីដេអូអីដើម្បីឲ្យគេមើលហ្នឹងឲ្យគេមានប្រយោជន៍អញ្ចឹងគាត់ស្រឡាញ់ចូលចិត្តយើងមិនខ្ញុំនិយាយមានន័យថាខ្ញុំជោគជ័យទេបាទខ្ញុំអត់ទាន់ជោគជ័យទេបងប្អូនគ្នាអត់ទាន់ជោគជ័យហ្មងចាបងអរគុណច្រើនបងដែលផ្ដល់ជាសារលើកទឹកចិត្តជាច្រើនសម្រាប់អ្នកដែលគាត់ចង់ចាប់ផ្ដើមដូចបងអញ្ចឹងណាអញ្ចឹងខ្ញុំមានសំណួរចង់ក្រោយដោយសារតែឃើញបងបានចោះកុងត្រាជាមួយនឹង F169 មកចាអញ្ចឹងចង់សួរចំណាប់អារម្មណ៍ផងបងមានអារម្មណ៍បែបណាចាចំពោះការសហការមួយនេះចាបាទសម្រាប់ការសហការជាមួយនឹង F169 មកគឺជាការសម្រេចចិត្តមួយដែលច្បាស់លាស់បាទគឺមិនមែនជាតែសម្រេចចិត្តទេបងប្អូនអ្នកគ្នាបាទអញ្ចឹងខ្ញុំចង់លើកស្ទួយបាទផលិតផលខ្មែរដែលលក់នៅក្នុង app ដែរបាទអញ្ចឹងខ្ញុំសម្រេចចិត្តនេះគឺទីមួយខ្ញុំចង់ឲ្យផលិតផលខ្មែររបស់យើងបានកាន់តែទូលំទូលាយដែរបាទទីទៀតគឺproduct នៅក្នុង app 169 mall គាត់ស្តៀងនឹង content របស់ខ្ញុំដែរបងប្អូនអ្នកគ្នាហើយក៏យើងភ្ជាប់ជាមួយនឹងការប្រម៉ូទតិចតួចដែរបាទគឺលក្ខណៈថាចង់ឲ្យបងប្អូនដឹងស្គាល់ពី app បាទដោយសារ app គាត់មានលក់របស់ដែលមានគុណភាពហើយធូរថ្លៃទៀតហើយតម្លៃដូចទីផ្សារនៅប្រទេសចិនអញ្ចឹងគាត់យកដោយសារគាត់កំងមកច្រើនបងប្អូននេះកំងវិចិនមកច្រើនអញ្ចឹងគាត់លក់បានតម្លៃធូរថ្លៃហើយបងអរគុណច្រើនបងសម្រាប់ពេលវេលានេះដែលបានចូលរួមនៅក្នុងកម្មវិធីចង់ឲ្យបងមានពាក្យពេចន៍ចុងក្រោយបន្តិចទៅកាន់ទស្សនិកជនចាបាទបងប្អូនគ្នាជាចុងក្រោយគឺខ្ញុំមានតែពីអរគុណដល់បងប្អូនគ្នាបាទដែលគ្រប់គ្រងគ្រប់វីដេអូរបស់ខ្ញុំបាទបងប្អូនគ្នាគ្រប់វីដេអូរបស់ខ្ញុំដែលខ្ញុំចេញមកគឺបងប្អូនមានការទស្សនាគឺច្រើនមែនតើបងប្អូនគ្នាគឺខ្ញុំសប្បាយចិត្តបាទខ្ញុំមានកម្លាំងចិត្តខ្លាំងមែនតើសម្រាប់បន្តការងារមួយនេះបងប្អូនគ្នាអញ្ចឹងខ្ញុំសូមជូនពរបងប្អូនគ្នាបាទសូមឲ្យបងប្អូនគ្នាសុខសប្បាយសុខភាពល្អសំណាងល្អទៅទទួលទានមានបានគ្រប់គ្រងគ្រួសារផងដែរបាទអរគុណបងបាទអរគុណបាទជម្រាបលា